បុរសនោះមានអារម្មណ៍ស្រងូតស្រងាត់បន្ទាប់ពីការបែកបាក់គ្នាមួយសន្ទុះក្រោយមកផ្កាយដឹកកន្ទុយមួយបានហោះកាត់លើមេឃបុរសនោះបានធ្វើការអធិដ្ឋានភ្លាមៗលើផ្កាយដឹកកន្ទុយគាត់សង្ឃឹមថាគាត់អាចមើលឃើញអត្តសញ្ញាណពិតរបស់មនុស្សគ្រប់គ្នាដរាបណាគាត់បញ្ចប់ការអធិដ្ឋានផ្កាយដឹកកន្ទុយបានធ្លាក់មករកគាត់ជាលទ្ធផលគាត់ទទួលបានសមត្ថភាពក្នុងការមើលឃើញព័ត៌មានអត្តសញ្ញាណរបស់មនុស្សថ្ងៃមួយបុរសនោះកំពុងជិះឡានក្រុងអ្នកលក់សម្បត្តិបានរំលឹកគាត់ឲ្យចងខ្សែក្រវ៉ាត់សុវត្ថិភាពមួយវិនាទីបន្ទាប់គាត់បានឃើញព័ត៌មានអត្តសញ្ញាណរបស់នាងគាត់បានដឹងថានាងជាអ្នកលក់អចលនទ្រព្យអ្នកលក់សម្បត្តិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮដូច្នេះអ្នកបើកបរបានសួរដោយចង់ដឹងចង់ឃើញថាតើបុរសនោះអាចមើលឃើញអត្តសញ្ញាណរបស់គាត់ដែរឬទេគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកបើកបរបានប្រែក្លាយទៅជាឃាតករឮដូច្នេះអ្នកបើកបរហៀបនឹងដកអាវុធរបស់គាត់ចេញប៉ុន្តែគ្មាននរណាម្នាក់ជឿពាក្យរបស់បុរសនោះទេផ្ទុយទៅវិញពួកគេទាំងអស់គ្នាសើចចំអកឲ្យគាត់បុរសនោះមិនអើពើនឹងពួកគេគាត់បានរត់ទៅទ្វារដើម្បីចុះពីឡានក្រុងអ្នកលក់សម្បត្តិបានព្យាយាមធ្វើឲ្យគាត់ស្ងប់ចិត្តប៉ុន្តែបុរសនោះបានចាប់ចង្កូតរបស់អ្នកបើកបរដើម្បីបញ្ឈប់ឡានក្រុងចលនាដ៏គ្រោះថ្នាក់នេះត្រូវបានបញ្ឈប់ដោយអ្នកដទៃពួកគេបានទូរស័ព្ទទៅប៉ូលីសហើយសូមឲ្យប៉ូលីសចាប់ខ្លួនបុរសនោះបានប្រាប់ប៉ូលីសអំពីស្ថានភាពពិតប៉ូលីសក៏មិនជឿគាត់ដែរប៉ុន្តែស្ត្រីម្នាក់ជឿពាក្យរបស់គាត់នាងបានចុះពីឡានក្រុងជាមួយបុរសនោះខណៈដែលអ្នកដំណើរនៅតែបន្តសើចចំអកឲ្យគាត់ទន្ទឹមនឹងនេះអ្នកបើកបរកំពុងរៀបចំផែនការឃុបឃិតដ៏ធំមួយដោយសម្ងាត់គាត់បានបើកឡានក្រុងទៅបុករថយន្តដឹកប្រេងមួយគ្រឿងនៅពេលនេះស្ត្រីដែលចុះពីឡានក្រុងជាមួយបុរសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងបានឃើញព័ត៌មាននាងមានអំណរគុណយ៉ាងខ្លាំងចំពោះបុរសនោះដែលបាននាំនាងចុះពីឡានក្រុងដូច្នេះនាងបានអញ្ជើញបុរសនោះទៅភោជនីយដ្ឋានមួយដើម្បីញ៉ាំអាហារភ្លាមនោះអតីតមិត្តស្រីរបស់បុរសនោះក៏បានមកភោជនីយដ្ឋានដើម្បីញ៉ាំអាហារហើយនាងបានបង្ហាញបុរសនោះនូវមិត្តប្រុសអ្នកមានដែលទើបស្គាល់ថ្មីប៉ុន្តែនៅពេលដែលបុរសនោះបានឃើញមិត្តប្រុសនោះគាត់បានរកឃើញថាគាត់ក៏ជាឃាតករដែរ